Hello អ្នកគ្នាសួស្តីលោកគ្រូខ្ញុំមកធ្វើវីដេអូមួយពីការ configure magnetic router access to internet ហើយខ្ញុំធ្វើការចូលទៅកាន់កម្មវិធី GNS3 ដើម្បីធ្វើការ configure ប៉ុន្តែខ្ញុំធ្វើការលុបទាំងអស់នឹងចេញសិនបន្ទាប់ពីខ្ញុំអស់ហើយខ្ញុំធ្វើការទាញ NAT មកដាក់ហើយខ្ញុំធ្វើការ select ចូល GNS3 របស់ខ្ញុំមកតទៅពីទីណាត់ហើយខ្ញុំធ្វើការទាញMikroTik មួយហើយខ្ញុំ rename ដាក់ O1 ហើយបន្តមកទៀតខ្ញុំធ្វើការត្រៀបវាសិនហើយខ្ញុំធ្វើការទាញ switch select GNS3 ទៅដែរហើយខ្ញុំធ្វើការទាញកុំព្យូទ័រ client ចំនួន2មកដាក់ដើម្បីតេស្តមើលទាញដាក់ឲ្យយើងរៀបមើលទៅឲ្យស្អំស្អាតណាអ្នកគ្នាហើយបន្ទាប់ពីខ្ញុំទាញដាក់ហើយខ្ញុំធ្វើការភ្ជាប់វានឹងធ្វើការទាញមក Magnetic Win Box មួយហើយនឹងភ្ជាប់ខ្សែហើយខ្ញុំធ្វើការភ្ជាប់ NAT ទៅកាន់ router ហើយដាក់ Ethernet មួយ switch ទៅកាន់ router ដូចគ្នាអានឹងខ្ញុំផ្លេចselect លើខ្សែអញ្ចឹងខ្ញុំតាក់ខ្សែមកខ្ញុំដាក់ទាញ switch Ethernet 0ទៅកាន់ router Ethernet 2ហើយខ្ញុំធ្វើការភ្ជាប់ពីកុំព្យូទ័រ client ទៅកាន់ switch ដូចគ្នាដែរអ្នកគ្នាមើលក្នុងវីដេអូហ្នឹងបានហើយខ្ញុំធ្វើការតភ្ជាប់ Winbox ទៅកាន់ router ដូចគ្នាបន្ទាប់ពីខ្ញុំតរួចរាល់ហើយខ្ញុំធ្វើការទៅរៀបខ្សែហ្នឹងដើម្បីងាយស្រួលមើលកុំឲ្យជាន់ទៅលើខ្សែហើយបន្ទាប់ពីការតហើយខ្ញុំធ្វើការ start ចុច start ទៅលើ PC ទៅលើ router ហើយនឹងទៅលើ Magnetic Winbox បន្ទាប់ពីខ្ញុំ start ហើយខ្ញុំចុច click ទៅលើ Magnetic Winbox ហើយខ្ញុំ select ទៅលើ neighbors ហើយចុចទៅលើ IP ខាងលើគេនឹងធ្វើការ connect ចូលដល់កន្លែងហ្នឹងខ្ញុំធ្វើការ create new password confirm password ហើយធ្វើការ change ហើយបន្តមកទៀតខ្ញុំធ្វើការដាក់ IP address ខ្ញុំចុចទៅលើសញ្ញាបូកដើម្បី add ហើយខ្ញុំធ្វើការដាក់ IP ដែលគ្រូបានបោះមកគឺ 172.16.30 ហើយ/24ហើយខ្ញុំធ្វើការវាយតាមហ្នឹងហើយខ្ញុំ apply ហើយនឹង OK ខ្ញុំ select ទៅលើ Ethernet 2 សិនហើយ apply ម្ដងទៀត OK បន្ទាប់ពីខ្ញុំបានដាក់ address រួចហើយខ្ញុំចូលទៅកាន់ IP ទៅដែរខ្ញុំ add ជាមួយ DCP server ខ្ញុំដាក់ Ethernet 2អាហ្នឹងលេខរហូតដល់កន្លែងហ្នឹងខ្ញុំដាក់ 8.8 4 ដើមហើយ successfully ហើយខ្ញុំចូលទៅកាន់ IP ទៅដែរខ្ញុំចូលទៅកាន់ firewall ហើយខ្ញុំចុចទៅកាន់ NAT ហើយដាក់សញ្ញាបូកហើយចូលកន្លែង action ខ្ញុំចាំអ្នកគ្នា select តាមខ្ញុំទៅហើយខ្ញុំធ្វើការapply និង OK បន្ទាប់ពីខ្ញុំដាក់កន្លែងហ្នឹងបានហើយខ្ញុំធ្វើការ ping មើលសិនថាវាដំណើរការអត់កន្លែងហ្នឹងខ្ញុំដាក់ password admin ជាមួយនឹង password ដែលខ្ញុំបានដាក់មិញហើយយើងវាយជាមួយនឹង ping មកខ្ញុំដាក់ ping 8.83 ដើម4ដើមគឺវា success ហើយខ្ញុំធ្វើការ ping មួយដូចគ្នាមួយ4ដើមវា success ដូចគ្នាបន្ទាប់ពីខ្ញុំ ping តេស្តជោគជ័យហើយខ្ញុំធ្វើការតភ្ជាប់ជាមួយនឹងកុំព្យូទ័រ client ខ្ញុំ ping comment ខ្ញុំវាយ DHCP server check មើលថាចេញមិនវាចេញដូរ៉ាហើយគឺវា IP address គឺដូចរបស់ខ្ញុំបានដាក់ហើយខ្ញុំធ្វើការ ping ទៅកាន់server 8.84 ដើមគឺវា successful ហើយបន្តមកទៀតខ្ញុំធ្វើការតេស្តមើល
តេស្តទៅកាន់ facebook.com ក៏បញ្ចេញដូចគ្នាខ្ញុំធ្វើការតេស្តមើលកុំព្យូទ័រ client ទី1ខ្ញុំធ្វើការតេស្តមើលកុំព្យូទ័រ client ទី2ໄວដូចគ្នាដដែលអត់ចេញទេយើងវាយ DHCP server ដើម្បីcheck មើល IP address ហើយយើងបន្ទាប់ពីយើង check ហើយយើងធ្វើការ ping server ម្ដងទៀត ping ទៅលើ IP 8.834 ដើមហ្នឹងគឺវា success ដូចគ្នាហើយខ្ញុំធ្វើការ ping តេស្តមើលទៅលើ google.com ចឹងហើយការតភ្ជាប់ Microtik access ទៅលើ internet គឺជោគជ័យអរគុណអ្នកគ្នា